chăm nữa lỗ chăm lại sát nó mấy đi chẳng đó là chẳng nhầm chun là đi tập đoàn đó ok ba cái nóng ba đấy và chụp xua và ba chơi ba xong chụp xua mà ba xong ở conបាទតើអាដាមអាចជម្រាបថាដំណើរកិច្ចមកប្រទេសអូស្ត្រាលីនេះនៅក្នុងបំណងអ្វីដែរតាមការពិតទៅយើងមានកិច្ចការច្រើននៅក្នុងប្រទេសដោយសារភាពជាប់គាំងខាងនយោបាយក្រោយការបោះឆ្នោតហើយដែលគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកដណ្ដើមប្លន់យកអំណាចពីប្រជារាស្ត្រនោះមិនព្រមស្រាវជ្រាវរកការពិតហើយដោយសារហេតុផលនេះហើយធ្វើឲ្យបងប្អូនជនរួមជាតិខ្មែរនៅក្នុងពិភពលោកទាំងមូលមិនមែនតែក្នុងប្រទេសក៏ដូចជានៅប្រទេសអូស្ត្រាលីដែរមានការងឿងឆ្ងល់បន្ទិលសង្ស័យនៅជំហរនយោបាយរបស់គណៈបកសង្គ្រោះជាតិក៏ដូចជាស្ថានភាពនយោបាយបច្ចុប្បន្ននេះដែរក៏ខ្ញុំឆ្លៀតឱកាសក្នុងពេលថ្ងៃឈប់សម្រាកនេះគឺថ្ងៃសុក្រសៅរ៍អាទិត្យ3ថ្ងៃនេះមកប្រទេសអូស្ត្រាលីគឺមកកាន់ទីក្រុង3គឺម្សិលមិញនេះថ្ងៃទី8នៅទីក្រុងមែលប៊នសំទោសនៅទីក្រុងអាដាលេដថ្ងៃទី9នេះនៅមែលប៊នហើយថ្ងៃទី10នៅស៊ីដនីថ្ងៃទី11ខ្ញុំនឹងត្រឡប់ទៅប្រទេសកម្ពុជាវិញដោយខ្ញុំបានជម្រាបចឹងគោលបំណងដែលមកនេះគឺសំខាន់ដើម្បីផ្ដល់ឱកាសឲ្យបងប្អូនជនរួមជាតិយើងដែលជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិក្តីជាប្រជាពលរដ្ឋដែលស្រឡាញ់ជាតិនឹងអាណិតអាសូរដល់ប្រជាពលរដ្ឋខ្មែរដើម្បីឲ្យគាត់បានសួរសំណួរឲ្យអស់ចិត្តដើម្បីឲ្យបានអស់ចម្ងល់ដើម្បីបន្តគ្រប់គ្រងគណៈបកសង្គ្រោះជាតិថាតើគណៈបកសង្គ្រោះជាតិធ្វើដំណើរទៅណាទៀតហើយស្ថានភាពនយោបាយយើងនៅប្រទេសកម្ពុជាអាចដោះស្រាយបានតាមរបៀបបាទបាទអរគុណណាស់អាដាមខ្ញុំជឿជាក់ថាក្នុងចំណោមបងប្អូនខ្មែរដែលនឹងអញ្ជើញទៅស្ដាប់នៅសន្ទរកថាឬមួយក៏កិច្ចពិភាក្សានៅដំណើររវាងអាដាមដែលនឹងធ្វើឡើងនៅពេលបន្តិចទៀតនេះជាដំបូងនេះថាតើស្ថានភាពប្រសិទ្ធជានិយាយអំពីស្ថានភាពជាប់យ៉ាងវិញរហូតមកដល់ពេលនេះមានកម្រិតធ្ងន់ធ្ងរត្រឹមប៉ុណ្ណាដែរមូលហេតុដែលធ្វើឲ្យនយោបាយជាប់គាំងក្រោយការបោះឆ្នោតនេះគឺបង្កឡើងដោយទី1គឺគណៈកម្មការជាតិរៀបចំការបោះឆ្នោតទៅនឹងក្រមឧស្សាហធម្មនុញ្ញដែលជាស្ថាប័នរដ្ឋមួយដែលលំអៀងទៅរកគណៈបកប្រជាជនកម្ពុជាដែលជាស្ថាប័នមួយដែលមិនរកយុទ្ធធរជុំវិញការបោះឆ្នោតបានហើយការបោះឆ្នោតហើយមានភាពមិនប្រក្រតីធ្ងន់ធ្ងរមិនព្រមឲ្យគណៈបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីឲ្យសិក្សាស្រាវជ្រាវភាពដែលខុសឆ្គងហ្នឹងយើងគិតឲ្យថាបើសិនជាគណៈបកប្រជាជនខ្លួនឯងថាខ្លួនជាអ្នកឈ្នះខ្លួនអត់មានលួចបន្លំមែនហេតុដូចម្ដេចក៏មិនឲ្យគេពិនិត្យមើលបើសិនជាអត់ឲ្យគេពិនិត្យឆែកនៅកញ្ចប់សុវត្ថិភាពហ្នឹងមានន័យថាខ្លួនឯងលួចមែនហើយដូច្នេះបានគណៈបកសង្គ្រោះជាតិយើងមិនអាចទទួលយកបានទេយើងត្រូវតែរកយុទ្ធធរជូនម្ចាស់ឆ្នោតរកការពិតឲ្យឃើញហើយគណៈបកប្រជាជនកម្ពុជាគាត់មិនព្រមរកការពិតមិនព្រមយករយុទ្ធធរជូនប្រជាពលរដ្ឋគាត់គិតតែយកតែអំណាចទោះបីអំណាចនឹងខុសរដ្ឋធម្មនុញ្ញក៏ដោយអំណាចខុសច្បាប់ក៏ដោយអំណាចរំលោភលើឆន្ទៈប្រជាពលរដ្ឋក៏ដោយគាត់គិតតែពីច្បាប់អំណាចដោយអត់ទៀនខ្មាស់ចំណុចនេះហើយដែលនាំឲ្យមានភាពជាប់គាំងខាងនយោបាយតែដំតេតងជាមួយនឹងលទ្ធផលហើយនឹងភាពពុំប្រក្រតីដោយដែលអាដាមមានប្រសាសន៍បានវិញការតុលាការធម្មនុញ្ញដែលជាតុលាការកំពូលពុំបានរកឃើញទៅភាពពុំប្រក្រតីនោះលើកលែងតែចំណុចមួយចំនួនដែលថាមន្ត្រីថ្នាក់ក្រោមដែលបានធ្វើនោះទៀតយើងឃើញហើយថា
នៅពេលដែលក្រមសាធម្មនុញ្ញឲ្យបើកកញ្ចប់សុវត្ថិភាព3កន្លែងបើកតែខេត្តតូចមួយនៅខេត្តកញ្ចេះឃើញភាពមិនប្រក្រតីទៅហើយដូច្នេះទម្រាំទៅបើកគ្រប់កន្លែងទៀតគឺភាពប្រក្រតីកាន់តែធ្ងន់ធ្ងរនេះយើងគិតតែភាពមិនប្រក្រតីក្រោយការបោះឆ្នោតផងអាភាពមិនប្រក្រតីមុនការបោះឆ្នោតដូចជាការធ្វើបញ្ជីចុះបញ្ជីឈ្មោះបាត់ឈ្មោះគេអស់ជាង1លានអ្នកនោះប្រជាពលរដ្ឋដែលត្រូវមានសិទ្ធិបោះឆ្នោតតែអត់អាចបោះឆ្នោតបាននោះហើយអ្នកដែលអត់ត្រូវមានសិទ្ធិបោះឆ្នោតទៅបោះឆ្នោតស្ទួន2ដងឈ្មោះស្ទួនໄວដែរហើយបង្កើតនៅអាតម្រង់ដើម្បីបញ្ជាក់អត្តសញ្ញាណដើម្បីឲ្យមនុស្សដែលមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការបោះឆ្នោតរបស់ដូចជាជនជាតិយួនខុសច្បាប់ចូលស្រុកខ្មែរទៅបោះឆ្នោតបាននោះអាទាំងអស់នេះខុសឆ្គងមិនតិចទេរាប់លានសម្លេងហើយបើយើងគិតមើលទៅគណៈបកប្រជាជនកម្ពុជាដែលលួចឆ្នោតប៉ុណ្ណឹងហើយគាត់លើសគណៈបកសង្គ្រោះជាតិតែប្រហែលជា3សែនសម្លេងទេនឹងលួចប៉ុណ្ណឹងហើយបើសិនណាជាយើងមើលទៅចំនួនប្រជាពលរដ្ឋដែលអត់បានបោះឆ្នោតនោះជាង1លាននាក់គឺភាគច្រើនគឺអ្នកអត់បានបោះឆ្នោតគឺបោះឲ្យនឹងបោះឲ្យគណៈបកសង្គ្រោះជាតិពីព្រោះអ្នកដែលមិនបោះឲ្យគណៈបកប្រជាជនកម្ពុជានោះគឺប្រកាសជាធ្វើបញ្ឈ្មោះឲ្យបោះហើយអញ្ចឹងបើសិនមកយក1លាន2សែននាក់ដែលអត់បានបោះឈ្មោះយកមកបោះឲ្យគណៈបកសង្គ្រោះជាតិតែពាក់កណ្ដាលចុះតែ60,000នាក់6សែនហើយគណៈបកប្រជាជនកម្ពុជាគេថាឈ្នះគណៈបកសង្គ្រោះជាតិតែ3សែនទេអញ្ចឹងបើយើងយក6សែនមកបូកបោះគណៈបកសង្គ្រោះជាតិគណៈបកសង្គ្រោះជាតិត្រូវជាឈ្នះគណៈបកប្រជាជនវិញហ្នឹងអាហ្នឹងយើងយកតែមកករណីឬបញ្ជីឈ្មោះផងហើយនៅករណីច្រើនទៀតបាទអាដាមប្រជាជននេះយើងនឹងពិភាក្សាប្រសិនជាមានឱកាសជួបជាមួយអាដាមនៅពេលក្រោយឥឡូវនេះចង់សូមជម្រាបសួរតាក់ទងជាមួយភាពតទៅមុខទៀតតើទិសដៅឬក៏ជំហររបស់គណៈបកសង្គ្រោះជាតិចូលឬមួយក៏មិនចូលនៅក្នុងសភាដើម្បីធ្វើកិច្ចការរយៈពេលដែលប្រជាជនបានបោះឆ្នោតហើយទី1យើងសូមបញ្ជាក់ថាកៅអីតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិគឺបានមកពីឆន្ទៈបរិសុទ្ធរបស់ប្រជាពលរដ្ឋយើងអត់បោះបង់ចោលទេនឹងជារបស់ប្រជាពលរដ្ឋមិនមែនរបស់សុំពីណាពីគណៈបកប្រជាជនឬសុំពីណាគឺរបស់យើងជារបស់យើងប៉ុន្តែអ្វីដែលយើងធ្វើសប្តាហ៍នេះយើងតវ៉ាទាមទាររកអ្វីដែលបាត់របស់យើងបានហើយ55ហ្នឹងគឺដែលនៅសេសសល់ពីការលួចឥឡូវយើងតវ៉ារករបស់ដែលយើងបាត់តទៀតនៅពេលណាយើងតវ៉ារករបស់ដែលយើងបាត់បានឃើញយុត្តិធម៌ឃើញការពិតពេលនោះយើងនឹងចូលប្រជុំសភាដើម្បីធ្វើការកែតម្រង់សម្រាប់ទៅអនាគតទៀតតែបើផ្ទុយទៅវិញបើសិនណាយើងមិនរកយុត្តិធម៌រកការពិតជុំវិញការបោះឆ្នោតកន្លងមកឃើញទេយើងមិនអាចទៅអោនក្បាលដើររំលងឆន្ទៈប្រជាពលរដ្ឋបានទេហើយគណៈបកប្រជាជនកម្ពុជាមិនអាចមកទិញមកសម្លុតពួកយើងខ្លាចទេយើងអត់ធ្វើបានទេគឺយើងនៅចំហយើងចូលប្រជុំតលតែរកការពិតឃើញហើយដល់តែគណៈបកប្រជាជនយល់ព្រមធ្វើការកែតម្រង់ទៅអនាគតទៀតដូចជាការកែតម្រង់កោជបគណៈកម្មការបោះឆ្នោតយើងទាមទារឲ្យគណៈកម្មការបោះឆ្នោតបច្ចុប្បន្នចុះចេញពីតំណែងភ្លាមដើម្បីឈានទៅកែតម្រង់ហើយយើងមានគោលការណ៍ច្រើនទៀតដើម្បីធ្វើការកែតម្រង់ក្រោយអំពីរកការពិតឃើញសិនបាទទំនួលចុងក្រោយអាដាមគំនិតថាតកតងជាមួយនឹងការប្រជុំឬក៏កិច្ចចរចារវាងគណៈកម្មការបច្ចេកទេសដែលបានធ្វើឡើងនៅវិមានរដ្ឋសភាកាលពីថ្ងៃទី5ខែវិច្ឆិកានេះប្រសាសន៍របស់អាដាមព្រំសុខាដែលជាប្រធានដឹកនាំក្រុមការងារបានលើកឡើងថាអាចនឹងមានការសាររើពិនិត្យឡើងវិញនៅពេលបោះឆ្នោតខាងមុខអាដាមអាចបញ្ជាក់ក្នុងចំណុចនេះបើសិនជាគណៈបព្វជិជនយល់ឃើញថាត្រូវកែតម្រង់កោជបត្រូវកែតម្រង់ការបោះឆ្នោតត្រូវសាររើឡើងវិញមានន័យថាគណៈបព្វជិជនទទួលស្គាល់ការបោះឆ្នោតកន្លងមកនឹងវាខុសហើយបើខុសហើយគណៈបព្វជិជនកុំគិតថាខ្លួនឯងជាអ្នកឈ្នះហើយបើដឹងថាខ្លួនឯងមិនមែនអ្នកឈ្នះទេបោះឆ្នោតនេះមិនត្រឹមត្រូវទេការរៀបចំតទៅមុខទៀតត្រូវរៀបចំដោយមិនមែនឈរលើមូលដ្ឋានគណៈបព្វជិជនឈ្នះគឺឈរលើមូលដ្ឋានគណៈបកសង្គ្រោះជាតិជាអ្នកឈ្នះឬមួយក៏មូលដ្ឋានតលយៈភាពអំណាចអាហ្នឹងបានយើងជជែកគ្នាបានបើសិនណាជាអត់រយុទ្ធធរបានហើយគណៈបព្វជិជននៅតែមានអ្នកថាខ្លួនជាអ្នកឈ្នះដោយអត់អៀនខ្មាស់បែបនេះគឺយើងមិនអាចត្រូវចាំដេកចាំសើរើលើក្រោយទេរកឲ្យឃើញរឿងនេះសិនចាំកែទៅលើក្រោយបើយើងមិនអាចរកកំហុសខ្លួនឯងឃើញបើយើងអត់ទទួលស្គាល់ថាយើងខុសរឿងអីយើងកែណាយើងជឿថាគណៈបព្វជិជនមិនកែបើអត់ទទួលស្គាល់ខ្លួនខុសហើយបើរកមិនឃើញថាគណៈបព្វជិជនខុសឬក៏ចូលបោខុសឬការបោះឆ្នោតខុសវាអត់មានកែទេវាគណៈកុហកទេហើយគណៈបព្វជិជនកុហកយូរណាស់ហើយកុហក4អាណត្តិហើយប្រជារាស្ត្រលែងជឿហើយបាទសូមអ
អរគុណអាដាមគឹមសុខាបាទ បាទសូមអរគុណសូមជម្រាបលា អរគុណ បាទ បាទអរគុណច្រើនអរគុណបាទបាទអរគុណ